ប្រយុទ្ធ FV101 ស្កពានរបស់ថៃអាចគេចផុតពី RPG 7 ឬក៏ B40 ខ្មែរបានដែរឬទេសូមស្វាគមន៍មកកាន់ Channel YouTube KH New ជា Channel ធ្វើការ review លើសមត្ថភាពសពាវុធជុំវិញពិភពលោកដោយប្រិយមិត្តយើងដឹងស្រាប់ហើយថាថៃនិងខ្មែរកំពុងមានសង្គ្រាមនឹងគ្នាសម្រាប់ប្រទេសថៃវិញមានរថក្រោះប្រយុទ្ធជាច្រើនប្រភេទដូចជា M60 M48 T84 និង VT4 ជាដើមដូច្នេះថ្ងៃនេះខ្ញុំនឹងលើកយកសមត្ថភាពរបស់ពួកវាមកនិយាយរៀបរាប់ជូនដល់ប្រិយមិត្តយើងអំពីរថក្រោះ FV101 Scorpion វាត្រូវបានផលិតឡើងក្នុងឆ្នាំ1973ដោយប្រទេសអង់គ្លេសវាជាប្រភេទរថក្រោះប្រយុទ្ធធន់ស្រាល Light Tank និងធ្លាប់ចូលប្រឡូកក្នុងសង្គ្រាមជាច្រើនដូចជាសង្គ្រាមអ៊ីរ៉ាក់និងអ៊ីរ៉ង់សង្គ្រាម Falkland គឺជាសង្គ្រាមរវាងអាសង់ទីននិងចក្រភពអង់គ្លេសនាឆ្នាំ1982 1989វាត្រូវបានប្រើប្រាស់ក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅហ្វីលីពីនសង្គ្រាមនៅឈូងសមុទ្រប៉ែកក្នុងកំឡុងឆ្នាំ1990ជាពិសេសសង្គ្រាមថៃខ្មែរនាឆ្នាំ2025នេះដឺរ៉ូ FV101 Scorpion មានទម្ងន់ 8 តោនបណ្ដោយប្រវែង 4.79 ទៅតឹង 2.23 កម្ពស់ 2.10 ប្រើប្រាស់កម្លាំងទាហានចំនួន 3 នាក់សម្រាប់ប្រតិបត្តិការវាប្រើប្រាស់ម៉ាស៊ីនមានកម្លាំង 195 សេសរត់ក្នុងល្បឿន 80.5 គីឡូម៉ែត្រក្នុង1ម៉ោងរត់បានចម្ងាយ 644 គីឡូម៉ែត្របំពាក់ទៅដោយកាំភ្លើងធំកណ្ដុង 76 មីលីម៉ែត្រប្រើប្រាស់គ្រាប់ 4 ប្រភេទគឺ APF SDS ទម្ងន់ 2.5 គីឡូក្រាមអាចបាញ់ទលុះស្រទាប់ដៃថែបការពាររថក្រោះជម្រៅ 100 មីលីម៉ែត្រអត្រាល្បឿនគ្រាប់រត់គឺ 1210 ម៉ែត្រក្នុង1វិនាទីគ្រាប់ HT ទម្ងន់ 5.1 គីឡូក្រាមគ្រាប់ HT ទម្ងន់ 4.1 គីឡូក្រាមអាចបាញ់ទលុះស្រទាប់ដៃថែបការពាររថក្រោះសត្រូវជម្រៅ 250 មីលីម៉ែត្រដោយអត្រាល្បឿនគ្រាប់រត់ 890 ម៉ែត្រក្នុង1វិនាទីនិងគ្រាប់ HSH.T មានទម្ងន់ 4.5 គីឡូក្រាមដោយអត្រាល្បឿនគ្រាប់រត់ 800 ម៉ែត្រក្នុង1វិនាទីគ្រាប់ទាំង4ប្រភេទនេះគឺអាចបាញ់បានចម្ងាយ 2200 ម៉ែត្រនិងអាចបាញ់បាន6គ្រាប់ក្នុង1នាទីចំពោះស្រទាប់ដៃថែបដែលស្រោបការពារវាគឺអាចការពារត្រឹមតែគ្រាប់ 14.5 មីលីម៉ែត្រនិង 7.62 មីលីម៉ែត្រប៉ុណ្ណោះហើយនៅលើដំបូលរបស់វាក៏មានបំពាក់កាំភ្លើងយន្ត 7.62 មីលីម៉ែត្រមួយដើមនិងឧបករណ៍បាញ់គ្រាប់បែកផ្សែងចំនួន 3 សម្រាប់បាញ់ការពារខ្លួនដើម្បីគេចវេះចេញពីសត្រូវរាយការណ៍បំពាក់បច្ចេកវិទ្យាវិញមានដូចជាប្រព័ន្ធទំនាក់ទំនងកាមេរ៉ាសម្រាប់មើលគោលដៅប្រព័ន្ធ GPS ប្រព័ន្ធឡាស៊ែរស្វែងរកគោលដៅប្រព័ន្ធសម្រាប់មើលនៅពេលយប់ប្រព័ន្ធគ្រប់គ្រងនៃការបាញ់និងប្រព័ន្ធការពារ NBC ជាដើមតើ RPG ឬក៏ B40 ខ្មែរអាចបាញ់កំទេចវាបានដែរឬទេមុននឹងនិយាយថាបានឬក៏មិនបាននោះយើងងាកមកមើលសមត្ថភាពរបស់វាជាមុនសិនតែយើងនិយាយដល់ RPG 7នេះចាស់ខ្មែរយើងដែលបានឆ្លងកាត់ក្នុងសង្គ្រាមសម័យមុនច្បាស់ជានឹកដល់សម័យមួយដែលប្រទេសខ្មែរយើងត្រូវបានគ្រប់គ្រងដោយរបបមួយបានបង្កវិនាសកម្មបំផ្លាញប្រទេសខ្លួនឯងនោះគឺរបបប៉ុល ពតកងកម្លាំងទាហានខ្មែរក្រហមដែលវាយចូលគ្រប់គ្រងទីក្រុងភ្នំពេញនៅឆ្នាំ1975ប្រដាប់ដោយកាំភ្លើង AK-47 និង B40 ឬក៏ RPG នេះឯងដោយរ៉ុកែតប្រឆាំងរថក្រោះ RPG-7 ត្រូវបានផលិតដំបូងដោយសហភាពសូវៀតឬក៏រុស្ស៊ីបច្ចុប្បន្នហើយសហរដ្ឋអាមេរិកនិងចិនអ៊ីរ៉ង់កូរ៉េខាងជើងក៏ទទួលបានអាជ្ញាប័ណ្ណក្នុងការផលិតវាផងដែរសម្រាប់ប្រទេសចិនវិញបានដាក់ឈ្មោះវាថា TAP 69សប្តាហ៍មាន40ប្រទេសឬក៏ច្រើនជាងនេះទៀតដែលប្រើប្រាស់វាដោយមិនគិតទាំងពួកឧទាមនិងក្រុមសកម្មយុទ្ធនានាជុំវិញពិភពលោកចូលផងនោះទេ RPG-7 ផលិតតាំងពីឆ្នាំ1958និងដាក់ប្រើប្រាស់នាកំឡុងឆ្នាំ1961រហូតដល់បច្ចុប្បន្នមានចំនួនផលិតលើសពី 9 លានដើមវាមានទម្ងន់ទទេ 6.3 គីឡូក្រាមបបូកទាំងកាយិតឆ្លុះផងនោះមានទម្ងន់ 7 គីឡូក្រាមត្រង់កន្លែងនេះដែរក្នុង website Military Today បាននិយាយថាវាមានទម្ងន់ទទេ 7.9 គីឡូក្រាមដោយមិនគិតទម្ងន់គ្រាប់ចូលនិងមានបណ្ដោយប្រវែង 950 មីលីម៉ែត្រដោយវាអាចបាញ់គ្រាប់ជាច្រើនប្រភេទដូចជាគ្រាប់ 85 មីលីម៉ែត្រគ្រាប់ 93 មីលីម៉ែត្រទម្ងន់ 2.6 គីឡូក្រាមអាចបាញ់ទម្លុះរថក្រោះជម្រៅ 500 មីលីម៉ែត្រគ្រាប់ 64 មីលីម៉ែត្រនិង 105 មីលីម៉ែត្រមានទម្ងន់ 4.5 គីឡូក្រាមបាញ់ទម្លុះស្រទាប់ដៃថែបការពាររថក្រោះជម្រៅ 600 ទៅ 900 មីលីម៉ែត្រ
ក្រប40មីលីម៉ែត្រទម្ងន់2គីឡូក្រាមនិងក្របសមប៉ារីក105មីលីម៉ែត្រទម្ងន់4.5គីឡូក្រាមជាប្រភេទក្របជះកម្ដៅឬក៏ក្របភ្លើងសម្រាប់ប្រឆាំងនឹងមនុស្សដោយក្របទាំងនោះអាចបាញ់បានចម្ងាយចាប់ពី300ម៉ែត្រទៅ700ម៉ែត្រល្បឿនគ្រាប់រត់115ម៉ែត្រទៅ300ម៉ែត្រក្នុង1វិនាទីចម្ងាយបាញ់ចំគោលដៅ200ម៉ែត្រទៅ920ម៉ែត្រត្រង់កន្លែងនេះមានឯកសារខ្លះនិយាយថាវាបាញ់បានចម្ងាយឆ្ងាយបំផុតត្រឹមតែ500ម៉ែត្រទៅ700ម៉ែត្រប៉ុណ្ណោះមានសមត្ថភាពបាញ់បាន6គ្រាប់ក្នុង1នាទីវាមានបំពាក់ឧបករណ៍សម្រាប់មើលគោលដៅឬក៏ telescope និងឧបករណ៍សម្រាប់មើលនៅពេលយប់ដែលវាមានតម្លៃប្រហែល$1000ទៅ$1500ក្នុងមួយដើមរ៉ុកែតប្រភេទ RPG-7 នេះត្រូវបានធ្វើទំនើបកម្មទៅជាច្រើនប្រភេទដូចជា RPG-7V2 RPG-7D3 និង B41 វាត្រូវបានប្រើប្រាស់ដោយកងទ័ពកម្ពុជានិងវៀតណាមចំណែកឯនៅឯប៉ាឡេស្ទីនឯណោះវិញក្រុមហាម៉ាស់ក៏ផលិតរ៉ុកែត RPG នេះដែរដោយដាក់ឈ្មោះវាថាYasin នេះមានបណ្ដោយប្រវែង95សង់ទីម៉ែត្រនិងមានទម្ងន់7គីឡូក្រាមបណ្ដោយប្រវែងនិងទម្ងន់របស់វាប្រែប្រួលនៅពេលវាបំពាក់ក្បាលគ្រាប់រួចដោយវាអាចបាញ់បានចម្ងាយ100ម៉ែត្រទៅ300ម៉ែត្រចម្ងាយនេះគឺជាចម្ងាយដែលមានប្រសិទ្ធភាពនិងអាចបាញ់ទម្លុះស្រទាប់ដៃថែបការពីរថក្រូសជម្រៅ200មីលីម៉ែត្រទៅ210មីលីម៉ែត្រនេះសម្រាប់ក្បាលគ្រាប់ប្រភេទ40មីលីម៉ែត្រនិង85មីលីម៉ែត្រដោយឡែកសម្រាប់ក្បាលគ្រាប់105មីលីម៉ែត្រគឺជាក្បាលគ្រាប់ពិសេសដែលក្រុមនេះបានផលិតក្នុងឆ្នាំ2023វាមានទម្ងន់4.5គីឡូក្រាមបាញ់បានចម្ងាយ500ម៉ែត្រចម្ងាយនេះគឺជាចម្ងាយដែលមានប្រសិទ្ធភាពចំណែកឯអត្រាល្បឿននៃគ្រាប់រត់វិញគឺ300ម៉ែត្រក្នុង1វិនាទីក្បាលគ្រាប់ប្រភេទនេះអាចបាញ់ទម្លុះស្រទាប់ដៃថែបការពីរថក្រូសជម្រៅ600មីលីម៉ែត្រទៅ750មីលីម៉ែត្ររ៉ុកែតប្រឆាំងរថក្រូសYasinប្រើប្រាស់កម្លាំងទាហានចំនួន1នាក់ឬក៏2នាក់សម្រាប់ប្រតិបត្តិការដោយវាអាចបាញ់បាន3ទៅ4គ្រាប់ក្នុង1នាទីមាន Iron Sight សម្រាប់មើលគោលដៅឬក៏បំពាក់ telescope ដើម្បីជំនួយបន្ថែមក្នុងការឆ្លុះមើលគោលដៅផងដែរនៅឆ្នាំ2023កន្លងទៅថ្មីនេះក្រុមហាម៉ាស់បានប្រើប្រាស់វាបាញ់កំទេចរថក្រូស Merkava M3 របស់អ៊ីស្រាអែលប្រមាណជាង20គ្រឿងក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សាសរុបជារួមទៅរ៉ុកែតប្រឆាំងរថក្រូស RPG-7 គឺជារ៉ុកែតងាយស្រួលក្នុងការប្រើប្រាស់និងផលិតតម្លៃថោកប៉ុន្តែសមត្ថភាពខ្ពស់អាចបាញ់កំទេចរថក្រូសរត់ពីដែកនិងឧទ្ធម្ភាគចក្រគ្រប់ស៊េរីទាំងអស់ហើយត្រឹមតែរថក្រូសស៊េរីចាស់ FV101 Scorpion នេះស្ទាប់ដៃថែបដែរស្របការពារវាគឺអាចការពារត្រឹមតែគ្រាប់ 14.5 មីលីម៉ែត្រនិង 7.62 មីលីម៉ែត្រប៉ុណ្ណោះដូច្នេះវាមិនអាចទៅរួចជាមួយនឹង RPG-7 នោះទេមកទាំង10ត្រូវខ្ទេចទាំង10